គុណសម្បត្តិ5យ៉ាងក្នុងនាមជានិស្សិតអាហារូបករណ៍នៅសាកលវិទ្យាល័យកម្ពុជាតម្រូវឲ្យនិស្សិតមានវត្តមានមករៀនយ៉ាងហោចណាស់ 75% នៃម៉ោងសិក្សាទៅតាមមុខវិជ្ជានីមួយៗចំនួនទឹកចិត្តនិងស្មារតីក្នុងការសិក្សាដើម្បីរក្សាមធ្យមភាគលើសពី GPA 2.5 ឬស្មើនឹងនីតិ C+ និស្សិតគ្រប់រូបត្រូវគោរពច្បាប់និងបទបញ្ញត្តិទាំងអស់របស់សាកលវិទ្យាល័យកម្ពុជារួមបញ្ចូលទាំងការគោរពក្រមសីលធម៌របស់និស្សិតឱកាសចូលរួមព្រឹត្តិការណ៍សំខាន់ៗនិងសកម្មភាពរបស់សាលាដូចជាសន្និសីទសិក្ខាសាលាវគ្គបន្តបណ្ដាជំនាញទន់ទស្សនកិច្ចសិក្សាទាំងក្នុងស្រុកនិងក្រៅស្រុកនិងការចូលរួមប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិដែលដឹកនាំដោយក្រុមសាស្ត្រាចារ្យដែលមានជំនាញនិងមានបទពិសោធន៍និស្សិតក៏ទទួលបានឱកាសហាត់ការនៅសាកលវិទ្យាល័យកម្ពុជាដោយផ្ទាល់ដែលអនុញ្ញាតឲ្យពួកគេរៀនសូត្របន្ថែមអំពីការងារបង្កើនស្មារតីទំនួលខុសត្រូវជំរុញឆន្ទៈនិងអភិវឌ្ឍជំនាញក្នុងភាពជាអ្នកដឹកនាំវ័យក្មេងតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីខ្លាចខ្លួនជានិស្សិតអាហារូបករណ៍បែបគុណភាពនៅសាកលវិទ្យាល័យកម្ពុជានៅមានអត្ថប្រយោជន៍និងឱកាសជាច្រើនទៀតកំពុងរង់ចាំអ្នកសូមអរគុណសូមជម្រាបលា